ពីទីញូអង្គភាពសារព័ត៌មានស្នេហាជាតិដោយប្រិមិត្តបានដឹងហើយថាប្រិមិត្តកំពុងតែតាមដានមុននេះបន្តិចគឺចេញពីเพจផែងវណ្ណៈញូដែលមានបងផែងវណ្ណៈគាត់ live គឺបងប្អូនចូលទស្សនាជាច្រើនរហូតដល់ជាងភាសាជាង 30,000 នាក់ 30k ជាងហើយមុននេះបន្តិចគឺបងផែងវណ្ណៈគាត់សម្រាប់បន្តិចសិនឥឡូវនេះយើងចូលដល់ SBT ហើយយើងឃើញថាបងផែងវណ្ណៈគាត់ដុតដៃដុតជើងមែនទែនហើយเพจធំដែលនៅទីនេះទប់ទល់ជាមួយនឹងเพจរបស់ខាងភាគីយោធាថៃគឺមានតែเพจលោកផែងវណ្ណៈបាទគឺเพจផែងវណ្ណៈញូជាเพจដែលបម្រើសង្គមហើយបម្រើប្រទេសជាតិនៅម៉ោងនេះតែម្ដងឥឡូវនេះគឺមានតែគាត់ទេហើយឥឡូវនេះគឺគាត់សម្រាប់បន្តិចគឺគាត់នឹងជួនព័ត៌មានបច្ចុប្បន្នភាពឥឡូវនេះមេកំពុងតែភ្លៀងហើយបាទរលឹមហើយបើយើងគិតមើលលោកផែងបងផែងវណ្ណៈយើងគិតមើលគ្រាន់តែអ្នកសង្កេតការក្រមអាស៊ានបើកឡានមិនទាន់ឆ្លងផុតបាទភូមិព្រៃច័ន្ទឃុំអូបេជន់ភ្លាមស្រាប់តែយោធាថៃផ្កើនបាទនឹងអនុព័ន្ធយោធាដែលក្រុមសង្កេតការមកពីអាស៊ានបាទតែម្ដងហាក់បីដូចជាមិនផ្ដល់តម្លៃឲ្យសិទ្ធិច្បាប់នៃរបបបត់ចុះបាញ់ក៏ដូចជាគេហៅថាអ្នកសង្កេតការនៅក្នុងតំបន់អាស៊ាននេះដូចជាគ្មានផ្ដល់តម្លៃឲ្យអ្វីខ្លះអត់គ្រប់ហ្មងនិយាយចាំទៅប្រទេសថៃគឺអត់គ្រប់ច្បាប់ជាតិអត់គ្រប់ណាអ្នកសង្កេតការអាស៊ានអត់គ្រប់បត់ជុកបាញ់គ្នាដែលខ្លួនឯងជាអ្នកចុះហត្ថលេខាណាហើយនៅតែបន្តឈ្លានពានទឹកដីយើងណាឥឡូវនេះធម្មតាបត់ជុកបាញ់គ្នានៅកន្លែងណាគឺនៅកន្លែងហ្នឹងមិនឲ្យមានចំណាត់តបមិនឲ្យមានថែមតបមិនឲ្យមានថែមសភាវុធទេក៏ប៉ុន្តែគិតពិតជាក់ស្ដែងគឺថៃអត់គោរពពលតែសោះហើយបានបង្កហេតុម្ដងហើយម្ដងទៀតណាបង្កើតការជួយចាប់ឲ្យប្រជាជនជាជំនុំពោះចិត្តបាទប៉ុន្តែបាទវាជួយចាប់បាទបងប្អូនប្រិមិត្តជាទីមេត្រីអ្វីដែលយើងឈឺចាប់បំផុតគឺថាល្ងាចនេះគឺកាន់តែក្តៅតែម្ដងដោយយោធាថៃបានប្រើក្របបាញ់ស៊ីបមិនឲ្យស្លាប់ទេប៉ុន្តែឲ្យត្រូវរបួសក្បាលហើយរហូតដល់សង្គ្រោះយើងពិបាកនឹងនិយាយហើយពលរដ្ឋរបស់យើងមកទល់នឹងម៉ោងនេះគឺត្រូវចំនួន9នាក់ហើយដែលលើសហ្នឹងអាចកើនទៅសារមុននេះ9ខ្ញុំឥឡូវនេះតែមក4 5នាក់ទៀតវាអាចឡើងដល់10នាក់ទៀតបាទវាអត់គ្រប់ទេហើយឥឡូវយើងដៃទៅទេទាំងអស់មានក្របបែកណាប្រើកភ្លើងណាប្រើក្របបែកផ្សែងផងប្រើជំរាមកស៊ូផងណាហើយប្រើកភ្លើងបាញ់ចោលផងហើយពិសេសគឺប្រើអាដបងឆក់ទៅទៀតនិយាយចាំទៅគឺថាសិតតែជាឧបករណ៍ដែលខុសច្បាប់អំពើហិង្សាខុសច្បាប់តែម្ដងហើយយើងពលរដ្ឋយើងឃើញថាមានតែដបងដៃទៅទេទាហានយើងជួមុខយើងប៉ូលីសជួមុខយើងគឺដៃទៅទេទាំងអស់ដោយសារអីគឺដោយសារយើងគោរពបត់ជុំបាញ់គ្នាយើងអត់ស្មុតយើងស្ដាប់បទបញ្ជារបស់ខាងលើរបស់យើងគឺយើងអត់តហើយទីបំផុតគឺថាភាគីថៃមិនគ្រប់ហើយបានបំពេញឈ្លានពានយើងហើយបានប្រើអំពើហិង្សាបង្កឲ្យយើងមានគ្រោះថ្នាក់ជាហូរហែបាទយើងសូមមកស្កោតទោសនៅសកម្មភាពរបស់ពួកថៃនេះហើយសូមឲ្យសហគមន៍អន្តរជាតិណាជួយធ្វើយ៉ាងណាដាក់សម្ពាធទៅលើពួកអរិញថៃនេះដើម្បីឲ្យទៅវាមកគោរពច្បាប់អន្តរជាតិគោរពអរិញបត់ជុំបាញ់គ្នាឲ្យបានពេញលេញបាទហើយមិនស្រួលនឹងស្អែកហ្នឹងព័ត៌មានថៃគេអាចនឹងចេញផ្សាយទៀតថាកម្ពុជាយើងបង្កហេតុកម្ពុជាយើងឈ្លានពានណាឥឡូវយើងមានតែដៃទៅទេហ្នឹងយើងមើលក្នុងការ live show របស់ខ្ញុំឡាយ1ម៉ោងជាងខ្ញុំឡាយ2ដងគឺគ្រប់សកម្មភាពគេលើកគ្នាមកឈ្លានពានយើងតែម្ដងបាទទីតាំងដែលគេមករៀបសាលានោះគឺជាដីរបស់យើងបាទនៅគេហៅថាភូមិព្រៃច័ន្ទភូមិអូបេជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទហើយតាមសន្ធិសញ្ញាប្រាំងសៀមឆ្នាំ1907ណាគឺដីនេះគឺជាដីរបស់កម្ពុជាណាខ្ញុំជឿចាប់មិញនេះនិយាយអួលដើមកសក់ដោយសារយើងអត់ដឹងធ្វើអីគេកើតចិត្តខ្ញុំមិនចង់អត់មុតទេចិត្តជាអ្នកប្រយុទ្ធប៉ុន្តែយើងស្ដាប់ការដឹកនាំយើងបន្តសុខចិត្តសុខនេះបាទសុខចិត្តសុខនេះបាទអរគុណប្រិយមិត្តជាទីមេត្រីដោយលោកផៃវណ្ណៈបានឡាយអំពីសកម្មភាពរបស់យោធាថៃមុននេះ1ម៉ោងយើងឃើញថាមានប្រដាប់ទៅដោយកំភ្លើងបាញ់ស៊ីបប៉ុន្តែកំភ្លើងបាញ់ហ្នឹងគឺបាញ់មិនឲ្យស្លាប់ទេបាញ់សម្ដៅមនុស្សបាទគឺបាញ់សម្ដៅមនុស្សមានតែកំភ្លើងបាទគឺប្រើកំភ្លើងហើយពិសេសគឺប្រើដំបងឆក់ហើយយោធាថៃប្រើក្របបែកផ្សែងមិនត្រឹមតែប្រើក្របបែកផ្សែងទេគឺពួកគេប្រើជំពាមកៅស៊ូបាញ់ក្របដែកហើយក្របគូនឃ្លីទៀតនេះគឺជាអំពើដ៏ឃោរឃៅបំផុតដែលអមនុស្សធម៌មកលើពលរដ្ឋស្លូតត្រង់របស់ប្រទេសកម្ពុជារបស់យើងសួរឲ្យថាប្រជាពលរដ្ឋរបស់យើងរស់នៅភូមិព្រៃច័ន្ទឃុំអូបេជន់ស្រុកអូជ្រៅនេះរស់នៅតាំងពីតកូនតចៅតចំនួនណាស់មកហើយបាទខ្លះមានចៅខ្លះមានកូនយើងសួរថាតើកន្លងមកនឹង100ឆ្នាំឬ50ឆ្នាំមុនហេតុអីបានមិនព្រមមករឿងមកដាក់បលាលុះហេតុអីនៅពេលដែលមានវិបត្តិនយោបាយនៅក្នុងប្រទេសថៃយើងឃើញថានៅក្នុងប្រទេសថៃនយោបាយរបស់ប្រទេសថៃក្រមអាមាត្យនៅក្រមបរិយាវាំងផ្សេងទៅក្រមអាមាត្យអាវលឿងផ្សេងទៅក្រមអាវក្រហមផ្សេងទៅក្រមយោធាផ្សេងទៅបាទមិនដឹងថាក្បាលកតុយណាធ្វើឲ្យពិបាកនឹងរដ្ឋាភិបាលរបស់យើងពិបាកនឹងការចរចាហើយយើងសួរថាឲ្យតែពិតឲ្យតែយ៉ាងណាក៏ដោយបើទោះបីជាមានសភាពនយោបាយតានតឹងនៅប្រទេសថៃតែងយកអាកំហឹងរបស់នឹងដើម្បីយកព្រំដែនយកប្រាសាទតំនយកប្រាសាទព្រះវិហារយកព្រំដែនធ្វើជាចំណាត់ខ្មាំងដើម្បីកេងចំណេញនៃផ្នែកនយោបាយបាទជាផ្ទៃក្នុងរបស់គេវាជាអាក្រក់បំផុតបាទខ្ញុំអត់មានពាក្យអីនិយាយទេគោះនិយាយនៅក្នុង live show អស់បាទវាហួសវាព្រៃផ្សៃហួសបាទហើយខ្ញុំអត់ដឹងថាតើជនជាតិថៃប្រទេសថៃនេះ
แต่เฮียนโยธีแต่เฮียนไทยเป็นลิไทยอย่างเงี้ยโทษไทยหรือพัฒนาไทยรวมแต่พระมหากษัตริย์ไทยแต่ตากันศาสนาไอ้บ่ตามบัตรเขาบ่ตามเอาได้ยืนสายชื่อมือที่คือสเต็กเนี่ยการศาสนาประพุทธจะบอกพวกวัดสเต็กการศาสนาประพุทธโดยยืนได้ให้ไทยบันมีศาสนาประพุทธแต่หน้าใดในนอมเอามันนึกตาเพื่อพระเพิ่มเพื่อพระเขาเทียมจังให้ไทยบันไทยนะมันกรุบศาสนาประพุทธไปจิตดาวแต่เพื่อเพื่อปริไฟจังให้สู้ทัตตาแต่บันบนไอ้เราได้บนจุ่มเราได้บันไดนี่นะต่อไปนี่ทำเหมือนไทยพระมหานี่ให้ไทยบันไทยนะดาวเพื่อแต่เพื่อพระนุสพอก็ไปยังยังมาตัวยังมาตั้งเป็นไม่ไอ้เดี๋ยวเอาเดี๋ยวตั้งใจทำไม่ที่พวกนี้การศาสนาประพุทธคือกรุบเอาบ้านนะประพุทธนะคนไทยไปจิบคือนายประพุทธนายน้องไอ้เพื่อแต่เรื่องหล่อถ้าให้บันไทยเธอแต่เรื่องพระดาวแต่เรียนกีนะประกาศแต่เธอจบไปหมดเลยนะมาโดยปริมาณยังมาดังหายทาประเพณีประเทศไทยนั่งประเพณีประเทศกัมพูชีประเดียงคนนี้ประหับไทยคนนี้รูปสมบัติประชาชนก็ประหับไทยคนนี้ปีเสคือประชาชนไทยเนี่ยก็รูปกับพุทธศาสนาให้ไอ้บ้านเราโหดแต่เราไม่ยังเพื่อเอาหลบบุประสังประเทศบ่านี่คือชื่ออำเภอยุงขนองอำเภอโคกเอาอะมนุษย์โทจะพูดจนสิบโซตรังปล่อยเชื้อปรขมายเราเยอะกรอนแต่กันรำพวดกันลำบ้องนำไปคาเปียแต่ได้ภูมิเราบอกล้วนแต่รุ่นเราตั้งปิดโดปิตารุ่นเรา50 ឆ្នាំ60 ឆ្នាំអ្នកខ្លះស្លាប់ទៅវិញនៅលើដីនឹងទៀតចុះហេតុអីបានជា50 ឆ្នាំមុន100 ឆ្នាំមុនមិនព្រមមករករឿងហេតុអីបានមករករឿងនៅឆ្នាំ2025នេះវាហាក់បីដូចជាអយុត្តិធម៌មែនទែនក្នុងនាមយើងអ្នកកាន់ព្រះពុទ្ធសាសនាអ្នកភូផងលបងជាមួយហើយថ្ងៃនេះគឺជាបិណ្ឌទី10ទៀតលោកបងផៃម្នាក់បាទបិណ្ឌទី10ទៀតវាហាក់បីដូចជាមនុស្សយើងនឹងពិបាកនឹងនិយាយថាតើជាតិសាសន៍នៅក្នុងតំបន់អាស៊ាននេះហើយយ៉ាងណាទោះបីជាថ្ងៃមិញហ្នឹងគឺក្រុមអនុព័ន្ធយោធាក្រុមបាទអ្នកសង្កេតការអាស៊ានបាទអន្តរការអាស៊ាន IOT ចុះមកសង្កេតការគ្រាន់តែបើកឡានចេញមិនទាន់ពីផុតភូមិប្រៃច័ន្ទខុំហូបយកមកចាប់ដើមសម្រុកចូលតែម្ដងវាហាក់បីដូចជាការកើនហើយឌឺបាទឌឺជាមួយនឹងក្រុមអ្នកសង្កេតការអាស៊ានតែម្ដងនេះហើយដែលធ្វើឲ្យពិភពលោកគេពិបាកមើលប្រទេសដែលមានអត្តចរិតមិនគោរពច្បាប់អន្តរជាតិប្រទេសកម្ពុជាបងយើងប្រទេសយើងគឺជាប្រទេសមួយដែលតូចតែបេះដូងធំឥឡូវនេះពិភពលោកគេបានដឹងហើយថាពលរដ្ឋកម្ពុជាគឺជាពលរដ្ឋដែលថ្លៃថ្នូរស្មោះត្រង់ពលរដ្ឋដែលមានស្នាមញញឹមពលរដ្ឋដែលមិនចេះឈ្លានពាននៅទឹកដីណាទេមិនចង់បានណាទេបងប្អូនមើលប្រវត្តិសាស្ត្រពលរដ្ឋកម្ពុជាប្រទេសកម្ពុជាមិនដាច់ឈ្លានពានប្រទេសណា1 មីលីម៉ែត្រទេមានតែប្រទេសជិតខាងទេដែលឈ្លានពានរំលោភមកលើបូរណភាពអធិបតេយ្យភាពរបស់កម្ពុជាពលរដ្ឋកម្ពុជាប្រទេសកម្ពុជាគឺជាពលរដ្ឋថ្លៃថ្នូរស្មោះត្រង់មានអរិយធម៌មានវប្បធម៌ត្រឹមត្រូវបើវាហួសហេតុពេកបងប្អូនណាហ្នឹងឥឡូវយើងចាំមើលឥឡូវអាញាធរយើងឲ្យដំបើខេត្តលោកកុំធ្វើការចាំមើលទៅចែកគ្នាមើលមួយខាងគេវាយ៉ាងម៉េចទៀតលទ្ធផលយើងអាប់ដេតជូនពេកក្រោយឥឡូវខ្ញុំសម្រាប់ប៉ុណ្្នឹងបាទដើម្បីសាក់ទូសាក់បាទអរគុណឥឡូវខ្ញុំទៅមុខទីបងបាយសម្រាប់ទីសិនតែប្រយ័ត្នយាយទៅបាទអរគុណប្រិមិត្តជាទីមេត្រីឥឡូវនេះយើងនឹងធ្វើដំណើរទៅបាទសុខសប្បាយអរគុណបាទអរគុណប្រិមិត្តជាទីមេត្រីដែលសារយើងនៅតែក្បែរនឹងទេបាទយើងទុកឲ្យកម្លាំងលោកផៃវណ្ណៈគាត់សម្រាកបន្តិចនៅពេលដែលលោកផៃវណ្ណៈគាត់អស់ថ្មទូរស័ព្ទហើយកម្លាំងរបស់គាត់រៀងអស់កម្លាំងបន្តិចគាត់ឈឺចាប់នៃបាទអរគុណប្រិមិត្តជាទីមេត្រីឥឡូវនេះចូលដល់ខ្ញុំម្ដងហើយដើម្បីយើងសាកថ្មពេញយើងចែកគ្នាសាកថ្មខ្ញុំសុំលេខបងឯងមួយមកស្អែកមានឆ្នាំជំនួយភ្នែកជំនួយឯងមកពីភ្នំពេញបងលេខខ្ញុំលេខក៏បាន Facebook បានឬក៏ទីក៏បានដែរលេខខ្ញុំ076ពងថារងឯងឃើញតើ076 ក្រេម8 717បាទអរគុណបាទអរគុណចាអរគុណឥឡូវវានៅក្នុងដែរបាទអត់អីហ្នឹងអរគុណហ្នឹងហើយឥឡូវបងមានរបួសម្នាក់បាទអ្នកសារព័ត៌មានយើងរបួសមួយណាវាបាញ់បដាងវាបាញ់ក្របបដាងបាទបងប្អូននេះអ្នកសារព័ត៌មានរបស់យើងគឺបានត្រូវរបួសមួយក្របបែកខ្យល់ហើយបងអានេះបដាងអានេះក្របបែកខ្យល់ហ៎បាទអានេះបដាងបាទអរគុណយើងផ្សាយពលក៏ផ្សាយពលដែរបងបាទពលខ្ញុំដល់ថាចង់ដល់សំណាបងប្អូនបានស្ទឹមពេលបងប្អូនដួលបានស្ទឹមបងពេលមកហើយស្ដាយមកបងចាំមកម្នាក់ទៅយើងណាអត់អីទេបាទអរគុណ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 បងនៅក្បែរនឹងដែរបងទុកឲ្យបងនៅណាហើយដល់ខ្ញុំតើឲ្យផ្សាយច្រើនណាស់អីបាទអត់អីទេបាទ
ai đó nhỉ bé to bánh chặt tay chặt chân បាទអរគុណប្រិមិត្តបាទអរគុណបាទ ai đó ai đó ê không chỉ bỏ thật ngoan បាទអរគុណ tròn một cô giang nữa បាទ nó lại đặt tay luôn chứ nó đặt đây chứ đấy យើងទៅមិនបាញ់ក្នុង ដាក់សរ៉ែនទៀតណា បាញ់ក្នុងទូដាក់ទៅដាក់ស្រែទីចាប់ឡើងខាងនេះបាទ ដាក់ស្រែទីបាញ់ឲ្យបាញ់អាផ្សៃរិចកាច់លើខាងនេះអរគុណខ្ញុំដើរទៅបាទយើងពិបាកនឹងអធិប្បាយបងប្អូនលោកផៃម្នាក់ក៏គាត់អស់កម្លាំងហើយទូរស័ព្ទក៏អស់ថ្មឥឡូវយើងសុភីមួយកេនកូនណែនតិចកូនអង្គុយកេនកូនណែនបាទកូនណែនក៏អញ្ជើញមកដែរបាទអង្គណាវាយគុំហើយបងមិនទេបងមិនមានត្រូវទេបងទៅគ្រូស្មាបងដោះមកតិចមើលបងទៅនេះមកវិញទេទៅនេះមិនបងមកយុទ្ធហើយតើបដិជគុណលោកគ្រូក៏នេះមកវិញដែរគ្រូឌីគាត់ត្រូវលេងណាទេបងទៅពោះឥឡូវយកទៅពេលហើយណាគ្រូដើរទៅវិញមកហើយបាទវាមុខជើងញ៉ាំនេះ អរគុណបងចាំចែងបាទអរគុណបាទយើងសួរចាំខាងមុខឥឡូវនេះប្រជាជនយើងបានយកបន្លាលុះមកណាបាទយើងបានសុខសប្បាយអូនបាទសុខសប្បាយបាទស្ដាយជាឡៃតែសុខបាទថៃទុំបាទខ្ញុំស្គាល់ច្បាស់ដែរបាទដៃរៀនយកធ្វើទៅរៀនបាទអរគុណបងអរគុណសុខសប្បាយគាត់នឹងអរគុណបាទសុខសប្បាយគាត់បាទអរគុណនេះបន្លាលុះដែលយើងបាទយើងសួរនេះបន្លាលុះដែលយើងទាញបានណាបាទអញ្ចឹងមុននេះបន្តិចបងប្អូនឃើញហើយគឺឥឡូវនេះគឺបន្លាលុះគឺខាងពលរដ្ឋរបស់យើងគឺបានទាញមានយើងបានទាញហើយណាបាទយើងទាញមកបានហើយយើងអាចវាយចេញជាចាយបានអូប្រេះដល់ឃើញហើយបាទអរគុណនេះការប្រជាពលរដ្ឋនៅពេលដែលការពារទឹកដីការពារដីស្រែដីចម្ការរបស់យើងបងប្អូនឃើញហើយសុខចិត្តលះបង់អាយុជីវិតមិនមែនជារឿងធម្មតាទេគេបាញ់ផ្សែងពុលផងហើយគេបាញ់គ្រាប់កូនឃ្លីផងហើយគេបាញ់គេហៅសម្រែកសរ៉ែនបំពងសម្លេងផងបាទនេះគឺសិតតែតស៊ូឲ្យដើម្បីកុំឲ្យយោធាថៃចូលមករៀបរៀបបន្លាលុះហើយនៅដាក់កងឡានបន្ថែមបាទលោកប្អូនយ៉ាងម៉េចទេប៉ះគ្នាមិញបងប្អូនមើលបាទសូមមានបលទេមកពូថៅវាមើលបាទលោកប្អូនឈ្មោះអីដែរឈ្មោះដំបូននេះបាទហើយអរគុណណាស់លោកប្អូនហើយមិញហ្នឹងយើងពេលនោះពេលយោធាថៃមកគឺយើងចាប់ដាក់ទាញតែម្ដងបាទចាប់ដាក់ទាញបន្ទុកសរសៃគ្នាយកនឹងមកបាទវាបោកមានបោកក្របបាច់ស្មានមកបោទៅភ្នែកផងវាបាញ់អាភ្លើងកូនឃ្លីមកផងវាធ្វើគ្រប់សពបាត់យ៉ាងមកយើងហើយអានេះមកទៀតបងប្អូននេះបងប្អូនគឺថាទាញមកទៀតបងប្អូនឃើញហើយបាទទុកឲ្យមានភ្លើងនេះបងប្អូនឃើញនេះបន្លាលុះបាទប្រជាពលរដ្ឋយើងគឺថាបាទបន្លាលុះបងប្អូនឃើញហើយចឹងត្រូវពីគ្រាប់បាទមើលមកអូនេះបងប្អូននេះបាទនេះបងប្អូនឃើញបាទកន្លែងនេះបាទនេះបងប្អូននេះមកខាងនេះបាទពិតជាផុតក្រោយតិចនេះបងប្អូនពិតជាកាមេរ៉ានេះបងប្អូនត្រូវបាញ់ត្រូវគឺបាញ់ត្រូវតែបងប្អូនហើយនេះគឺខ្នងបាទបែរខាងនេះបាទនេះបងប្អូនដើម្បីនេះជាប្រជាពលរដ្ឋយើងគួរឲ្យអាសូរមែនទេបងប្អូនដែលយោធាថៃបានប្រើបាញ់គ្រាប់កូនឃ្លីបាញ់គ្រាប់បាទគឺថាជាប់ក្នុងតែម្ដងបងប្អូនឃើញបាទត្រូវក្បាលគឺថាបិចក្បាលបាទត្រូវភ្នែកគឺខ្វាក់ភ្នែកបាទព្រៀបមិនដែរពេលហេតុអីបានឈ្មោះអ្វីដែរទៀតខ្ញុំឈ្មោះហ៊ីងដៃហ៊ីងបាទប្រៃចាននេះផ្ទះខ្ញុំនេះបលខៀវនេះផ្ទះនេះបាទនេះបលខៀវនេះបាទនេះគឺថាយើងបដូរផ្ដាច់តែម្ដងផ្ដាច់ក្រោយនេះវាកប់គ្រាប់បែកផ្សេងមកខ្ញុំចូលទៅយកអាគ្រាប់បែកផ្សេងគុំតើយោធាថៃមុននេះបន្តិចវាបានប្រើខ្លះដែរមុននេះបន្តិចវាបានប្រើខ្លះទៀតវាប្រើមុនមកវាប្រើបាទអូនចេញមកនេះបាទចេញមកចូលមកចូលផ្សេងបាទផ្សេងរហូតទឹកភ្នែកបាទទី1គឺវាបាញ់គ្រាប់គ្រាប់ទឹកភ្នែកគ្រាប់ឲ្យបាទបាញ់គ្រាប់បែកផ្សេងបាទមុននេះបែកផ្សេងបានមួយបាទខាងនេះ2គ្រាប់ដែរបងប្អូនឃើញនេះកាមេរ៉ាចាប់បងប្អូនឃើញហើយលើនេះនេះត្រូវ2គ្រាប់អានេះវាបាញ់អាគ្រាប់បែកអាគ្រាប់នេះណាកំភ្លើងគ្រាប់អាភ្លើងខ្យល់អាភ្លើងខ្យល់បងប្អូននេះបានស្ដុកភ្លើងហ្នឹងបាទកំភ្លើងខ្យល់បាទអាហ្នឹងបើសិនជាត្រូវភ្នែកបណ្ដាលឲ្យខ្វះបានបងប្អូននេះគឺជាអំពើបាទអសិលធម៌គឺជាអំពើដ៏ខុសខើតែម្ដងសម្រាប់មកលើជនស៊ីវិលជនស្រួលត្រង់ហើយគាត់ជាសិទ្ធិតែប្រជាពលរដ្ឋផ្ទះគាត់ទៅនេះបាទខ្ញុំទូរួមបាទខ្ញុំអត់ខំមានទេបាទបានទូរស័ព្ទបងប្អូនយើងមួយទៀតឲ្យគាត់វិញបាត់ហើយខ្ញុំរើបានខ្ញុំអត់យកទេនេះខ្ញុំគេថាមួយខ្វាយយើងទាំងអស់គ្នាយើងទៅជួយគ្នាយើងតស៊ូយើងលាក់បាទសាមគ្គីគ្នាអត់យកបានទេអត់ចែកយកហ្នឹងហើយសិលបានឲ្យគាត់មើលនេះជើងខ្មែរក៏ជើងតស៊ូបាទនេះគ្រាប់វាបាញ់បងប្អូនណានេះបងប្អូនឃើញហើយបាទនេះបងប្អូនឃើញហើយវាសិតបងប្អូននេះស្លាប់ព្រាក្របបែកអានេះស្លាប់ព្រាក្របបែកបងប្អូនណាបងប្អូនឃើញនេះអានេះស្លាប់ព្រាក្របបែកផ្សេងបងប្អូនអានេះគ្រាប់ភ្លើងអានេះគ្រាប់ភ្លើងគ្រាប់បែកផ្សេងបងប្អូនណាបាទនេះគ្រាប់ភ្លើងអានេះគ្រាប់ភ្លើងបាទ
អានេះវាបាញ់ល្អអានេះវាបាញ់ក្របចង់បាទនេះបងប្អូនវាបាញ់បងប្អូនឃើញនេះវាប្រើក្របភ្លើងបងប្អូនឃើញមើលចាប់កាមេរ៉ាចាប់នេះបាទនេះធ្ងន់ណាស់បងប្អូនណាមិនស្រាលទេណានេះវាប្រើក្របភ្លើងបងប្អូនក្របភ្លើងនេះបើត្រូវភ្នែកខ្វះបាទហើយបើត្រូវក្បាលគឺធ្លុះតែម្ដងបងប្អូនអានេះគឺគេហៅថាកន្លះក្របបែកផ្សេងនេះកន្លះក្របបែកផ្សេងបងប្អូនអានេះក្របបែកឧស្ម័នបង្ហូរទឹកភ្នែកបាទនេះគឺជាក្របបែកឧស្ម័នបង្ហូរទឹកភ្នែកបងប្អូនឃើញណាឃើញចាស់ស្ដាយបងប្អូនណានេះគឺជាអំពើដ៏ខុសខើយងខ្នងរបស់យោធាថៃពិភពលោកសូមមេត្តាជួយមើលប្រជាពលរដ្ឋស្លូតត្រង់ការពីផ្ទះសម្បែងដីធ្លីរបស់ពួកគាត់បែរជាយោធាថៃបាទរំលោភសិទ្ធិមនុស្សរំលោភសិទ្ធិលំនៅឋានរំលោភច្បាប់អន្តរជាតិរំលោភសិទ្ធិបាទរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងស្រុងតែម្ដងបងប្អូនឃើញហើយប្រើដោយចូលមកទន្ទ្រានពាត់យកផ្ទះសម្បែងដីធ្លីរបស់ប្រជាពលរដ្ឋហើយបែរជាប្រើក្របឧស្ម័នក្របបែកឧស្ម័នបង្ហូរគុកក្របបែកឧស្ម័នបង្ហូរទឹកភ្នែកបាទបងប្អូនយើងឃើញហើយនេះបាទនេះវាដុំថ្មមកមុនដោយបាទហើយអរគុណមែនតើបងប្អូនយើងឃើញហើយនេះបងប្អូនយើងតស៊ូបងប្អូនឃើញនេះបលាលុះគឺគាត់តស៊ូតែម្ដងដើម្បីដំបងនេះសូមជម្រាបប្រាប់ផងដែរថាមិនមែនប្រើប្រាស់អំពើហិង្សាទេដំបងនេះគឺគាត់ប្រើសម្រាប់កាយនេះចេញបលាលុះចេញនេះអាប្រាចូលនេះបងប្អូនឃើញគាត់កាយសម្រាប់កាយបលាលុះចេញដើម្បីកុំឲ្យបើសិនជាគាត់បាត់ផ្ទះសម្បែងទៅតើគាត់មានដីណានៅគាត់ទៅតស៊ូបដូរជីវិតគេគប់ក្របបែកគេបាញ់ក្របឃ្លីគេបាញ់ទៅព្រាមតស៊ូប្រើដោយក្របដែកក្របឃ្លីហើយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបាទបើកសារ៉ែនដើម្បីគំនិតកណ្ដាលវិជាមិនធម្មតាទេបងប្អូននេះជាអំពើដ៏ខុសខើមែនទែនបាទអរគុណបងប្អូនបាទអរគុណច្រើនហើយឥឡូវនេះស្ថានភាពស្ងាត់យើងគឺចាប់ណាស់បងប្អូនយើងជួបណារកអ្វីព្រៀបផ្ទឹមមិនបានទេបងប្អូនបាទនេះគឺជាដីប្រជាប្រដ្ឋខ្មែរបងប្អូនដីប្រជាប្រដ្ឋខ្មែរអ្នកខ្លះរស់នៅលើដីនេះស្លាប់តកូនតចំនួនមកហើយស្លាប់ឪពុកចាស់ជរាកូនចៅបាទអរគុណមែនទែនអរគុណទៅវិញខ្ញុំមកជាមួយកូនចៅបាទអូនPAកុំឲ្យកាមេរ៉ាបញ្ចាប់នឹងបាទអរគុណមែនទែនបងប្អូនយើងឲ្យសូមឲ្យបងប្អូនខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសយើងជួយពិចារណាយើងមើលឲ្យយើងសង្វេគណាបងប្អូននេះសិតតែត្រូវបងប្អូនសិតតែអ្នកត្រូវគ្រាប់សិតតែអ្នកត្រូវហើយនេះបងប្អូនមកទៀតបាទសូមជើញមុខទៀតបាទនេះបងប្អូនសំផ្លុំមកយកឡានចេញនេះជាការតស៊ូបងប្អូនឃើញហើយបាទបងប្អូននេះជាការតស៊ូដើម្បីយកបលាលួចចេញតស៊ូបងប្អូនណាកម្លាំងប្រជាពលរដ្ឋពិតជាក្លាហានមែនទែនកម្លាំងពលរដ្ឋរបស់យើងគេហៅថាក្លាហានមែនទែនបងប្អូនសុខចិត្តបដូរអាយុជីវិតការពារផ្ទះសម្បែងដីចំការដើម្បីកុំឲ្យចៅសៀមចូលមកពាត់ហើយវាពាត់ហើយបាទបងប្អូនឃើញនេះបលាលួអ្វីដែលយើងយកបានវាយចេញចែកចាយបាទហើយមិនមែនជារឿងមួយធម្មតាទេបងប្អូនយើងជឿចាំណាខ្ញុំបងប្អូនដល់យើងចែកដល់លីងនេះផ្សាយឲ្យលោកផៃវណ្ណៈគាត់សម្រាប់លោកផៃវណ្ណៈគាត់ទូរស័ព្ទគាត់អត់ថ្មឥឡូវយើងចូលដល់ខ្ញុំបាទ XBT ម្ដងបាទក៏អរគុណដល់បងប្អូនដែលបានជួយចែករំលែកវីដេអូនេះដើម្បីឲ្យបងប្អូនខ្មែរជនរួមជាតិពិសេសបងប្អូនយើងនៅឯនេះសមុទ្រដែលលោកចេះភាសាអង់គ្លេសច្រើនបងប្អូនអាចដោនវីដេអូនេះហើយនិយាយជាភាសាអង់គ្លេសទៅកាន់អន្តរជាតិយើងមើលមុននេះល្ងាចមិញអញសុំមីក្រូមួយដាក់វិញគេវិញដាក់មីក្រូមកវាអត់បាទបងប្អូនមើលល្ងាចមិញនេះគ្រាន់តែអ្នកសង្កេតការអាស៊ានអ្នកសង្កេតការអាស៊ានបាទចុះមកសង្កេតការគ្រាន់តែបើកឡានចេញបាទមិនទាន់បានផុតពីភូមិព្រៃច័ន្ទភូមិឃុំអូបិជ័នផងស្រាប់តែយោធាថៃចុះមកធ្វើសកម្មភាពដាក់យកកម្លាំងមកពុតជិត200អ្នកជាងបាទបងប្អូនណាបានទេអូមួយអត់អូនោះបាទលេខបលាលមកធំបាទសុខសប្បាយបាទនេះបងប្អូនយើងនេះគាត់យកបលាលុះមកហើយបាទនេះបងប្អូនឃើញគាត់យកបលាលុះមកទៅគាត់តស៊ូបងប្អូនណាបដូរជីវិតណាបងប្អូនណាបាទបដូរជីវិតណាបងប្អូនបាទបាយចូលខាងនេះហ្នឹងបាទសុខបាយបាទអូជាស្អីសុំថតមកបាយមកខាងនេះអូនអត់ពេលឃើញកំផិតទេអត់ឃើញអូទៅទេនេះបានដើរការជាតិតមួយហើយដល់ក៏បាទនេះបងប្អូនឃើញហើយបលាលុះបាទនេះបងប្អូនឃើញហើយបាទអរគុណប្រិយមិត្តយើងយកបលាលុះរាយមកបាទឥឡូវគឺថាបងប្អូនប្រជាពលរដ្ឋយើងនៅទីនេះទៅឡើយទេបងប្អូនណាមិនទាន់ទៅណាទេវាថាពិបាកណាស់ហើយឈោមុខមុខដាក់គ្នាយើងបានទៅបាទអនេះចាំបានមកបងប្អូនបាទនេះបងប្អូនឃើញនេះជាក្របបែកបាទឈួននៅឈៀមម្ល៉េះបងប្អូននេះជាក្របបែកឧស្ម័នមកហូតទឹកភ្នែកបាទយោធាណាបងប្អូនណាបងប្អូនណាបាទគាត់ចំហេះវាហ្នឹងក៏ផ្សែងបងប្អូនណាបាទនេះបងប្អូនឃើញចាប់ចេញមកនេះជាក្របបែកឧស្ម័នមកហូតទឹកភ្នែកបងប្អូនណាបាទប្រើដូចជាខុសខើណាវាអយុត្តិវាអមនុស្សធម៌
សម្រាប់ច្បាប់សិទ្ធិមនុស្សនិងអន្តរជាតិបងប្អូនឃើញទេបាទបងប្អូនឃើញហើយសួរថាតើនៅក្នុងតំបន់អាស៊ានជាតិសាសនាដែលប្រើអញ្ចឹងចូលមកឈ្លានពានទឹកដីកម្ពុជាហើយប្រើអំពើខុសខើយងខ្នងអមនុស្សធម៌រំលោភសិទ្ធិមនុស្សរំលោភសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋយើងបាទបងប្អូនឃើញបាទបងប្អូនឃើញណាបាទការប្រើចេះសួរតើបងប្អូនយើងទទួលយកបានទេយើងទទួលយកបានទេតើឯណាទៅសិទ្ធិមនុស្សឯណាទៅសិទ្ធិលំនៅឋានឯណាទៅសិទ្ធិរស់រានមានជីវិតបាទបងប្អូនឃើញហើយសូមឲ្យអន្តរជាតិសូមឲ្យបងប្អូនខ្មែរយើងដែលនៅសហរដ្ឋអាមេរិកនៅបារាំងនៅអូស្ត្រាលីបងប្អូនយកវីដេអូនេះដើម្បីនិយាយជាភាសាអង់គ្លេសភាសាបារាំងដើម្បីកោតទោសយោធាថៃដែលធ្វើបាបជនស្លូតត្រង់ម្ចាស់កម្មសិទ្ធិដីធ្លីផ្ទះសម្បែងប្រជាពលរដ្ឋរបស់កម្ពុជាជឿចាប់ណាស់បងប្អូនសូមថងច្រកថងឲ្យបងមួយមើលថងច្រកឲ្យបងមួយមកឲ្យថងបងសូមបងមេសូមបងមេសូមបងបាទគាត់កាន់ប៉ុណ្ណឹងគាត់នេះដែរបាទសូមជឿបាទបងប្អូនបាទគាត់ហ្នឹងហើយបាទគាត់ឲ្យខ្ញុំកាន់ណាបងប្អូនបាទយើងជាប្រជាប្រដ្ឋខ្មែរគាត់ឲ្យខ្ញុំកាន់ប៉ុណ្ណឹងបងប្អូនក៏ក្អកដែរវាចំហាយវាខ្លាំងមែនទែនបាទជាប្រដ្ឋខ្មែរយើងត្រូវការពារទឹកដីយើងខ្មែរឲ្យពួកវាទៅមកទៀតទេបាទវាអាចយកធនបងប្អូននៅខាងនោះកន្លែងនោះគាត់ដកទេបាទបងប្អូននៅត្រៀមកន្លែងនោះត្រៀមកន្លែងហើយចឹងយើងមកបាទសាហាយនេះហ៎នេះបងប្អូនឃើញបាញ់កាន់ទេនោះវាមិនដកដែរទាំងធានប្រុសធានស្រីបងប្អូនឃើញបងប្អូនជួយ share បាទមិនដកទេបងប្អូននេះហត់នេះបងប្អូនឃើញណាបានក្រោយមើលអត់ដឹងថាវាខ្លាំងសូមបងប្អូនជួយចែករំលែកវីដេអូនេះផងបងប្អូនណាបាទក្នុងនាមប្រទេសជិតខាងដូចគ្នាអ្នកកម្មពុទ្ធសាសនាហេតុអីបានមិនទុកឲ្យពលរដ្ឋខ្មែរយើងធ្វើបុណ្យធ្វើទានក្នុងនាមជាអ្នកកម្មពុទ្ធសាសនានេះហេតុអីបានក៏អមនុស្សធម៌ម្លេះអស់លោកតើលោកមានបានរៀនច្បាប់យោធាទេច្បាប់ទាហានច្បាប់អន្តរជាតិទេបើលោកកាន់សាសនាពុទ្ធហេតុអីបានជាលោកប្រិយផ្ស័យចំពោះមនុស្សលោកចាំម៉េះបាទហើយបើសិនជាអស់លោកអះអាងថាដីរបស់អស់លោកចោះ100ឆ្នាំមុន200ឆ្នាំមុនមិនក៏លោកមិនព្រមមកទទួលមកហេតុអីបានបុករុកតូមនិញ2025នេះដែលពលរដ្ឋរបស់យើងរស់នៅធ្វើស្រែចម្ការរស់នៅតកូនតចៅតយាយតចំនួនហើយបាទហេតុអីបងប្អូនthấyកម្លាំងនៅច្រើនទៀតបងប្អូនណាហើយពលរដ្ឋនៅព្រំដែនរបស់យើងក៏រកអីទទួលទានអត់បានទេបងប្អូនណាអាឡ័យរវល់ឥឡូវនេះគាត់ស៊ំឯរត់ដងឃើញគេមករៀងរត់ឥឡូវលេងរត់ទៅបាទឥឡូវប្រជាពលរដ្ឋនៅតាមព្រំដែនឥឡូវគាត់លេងរត់គាត់លេងភ័យបាទគាត់សុកចិត្តស្លាប់នៅលើដីរបស់គាត់មកជារដ្ឋទៅដល់ទីជាបាទទេកម្ពុជាសុំតែសុខសន្តិភាពទេអត់មានចង់បានអ្វីឡើងពីនោះទេសូមឲ្យសុខសន្តិភាពយ៉ាងណាគ្រប់ពេលវេលាណាបានទេមកទីណាទៅđâyវាឲ្យខ្មែរយើងនិយាយមកចូលដល់ខាងណានេះបាទសូមបងប្អូនខ្មែរយើងអ្នកដែលនៅបងប្អូនខ្មែរយើងដែលនៅសហរដ្ឋអាមេរិកនៅបារាំងនៅអូស្ត្រាលីនៅកាណាដាបាទនៅកាណាដាយ៉ាប់យ៉ែងបងប្អូនណាបងប្អូនយ៉ាប់យ៉ែងបងប្អូនយ៉ាប់យ៉ែងយ៉ាប់យ៉ែងបងប្អូនណាកុំបាច់ថយទេយ៉ាប់យ៉ែងគាត់យ៉ាប់យ៉ែងបានដូចជាបាញ់ផ្សេងពុលអញ្ចឹងមកយ៉ាងមកកាន់តិចមកមកតោះបងចេញតោះចេញ
បាទអរគុណឡើងម៉ោងនេះយើងធ្វើការទៅ មិនស្នានេះហើយត្រូវខ្លួនមិញទៅទៅហ៊ានបែកនេះបាទខាងនេះនេះគ្រាប់វានេះឲ្យពូមើលនេះពូនេះគ្រាប់វាបាញ់មកយើងនេះ បាទបាទ ពូខ្ញុំអត់ថតនឹងឯងគ្រាប់វា ថ្ងៃនេះដាក់មកច្រើនជាងថ្ងៃម្សិលមិញទេណា ចាំទៅ ណានេះច្រើនណាស់ច្រើនដល់ចូល4-500នេះរបស់វាម្សិលមិញតែជាងប្រហែលជា7-200ណាស់ទេហ៎ទីតង់មកបងប្អូនស្គីបងប្អូនណាបាទបងប្អូនគ្នាវាច្រើនមែនទេបងប្អូនណាថ្ងៃនេះច្រើនមែនទេបងប្អូនបងប្អូនកុំកាត់ណាបងប្អូនកុំកាត់ណាបងប្អូនកុំធ្វើអីបងប្អូនណាស្ងាត់ស្ងៀមបងប្អូនរក្សាភាពស្ងាត់ស្ងៀមបងប្អូនណាស្ងាត់ស្ងៀមបងប្អូនបាទវាប្រើអាស្រ័យនោះមកទៀតបងប្អូនណាបាទនេះយើងជាមួយបរិយាគុណលឺថាព្រះអង្គត្រូវហ៎ត្រូវលោកអមអូនេះលោកបាញ់កូនបាទហេគណៈបាញ់គុណទៀតអូបាទនេះត្រូវប្រសងបងប្អូនណាបាទនេះបងប្អូនបាញ់ត្រូវប្រសងបាទគឺថាអមនុស្សធម៌មែនទេបងប្អូនគួរឲ្យសង្វេគណាបងប្អូនបាទនេះបងប្អូននេះបាទនេះរបួសបាទបងប្អូនឃើញបាញ់គ្រាប់បាទគ្រាប់ភ្លើងមិញហ្នឹងបងប្អូនចោលទៅហ្នឹងបាទអានេះបើត្រូវភ្នែកខ្វះបាទមើលប្រេចបាទជនកណាបាទមកកនេះបងប្អូននេះបងប្អូនឃើញហើយត្រូវច្រើនគ្រាប់ណាស់បងប្អូនណាបាទនេះសូម្បីតែព្រះសង្ឃក៏ហ៊ានធ្វើបែបនេះដែរបាទមនុស្សធម៌មែនទេលេខគុណឈ្មោះលេខគុណនេះមកវិញដែរទៀតនៅទីការវត្តព្រៃច័ន្ទចៅអធិការវត្តព្រៃច័ន្ទនេះតែម្ដងព្រៃច័ន្ទកំពុងមានបញ្ហានេះបាទថ្ងៃចូលមកឃើញនោះបងមានអ្វីសង្កេតការទៅកាន់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទៀតសូមសម្រាប់ពលរដ្ឋយើងនេះគឺយើងត្រូវតែរួមសាមគ្គីគ្នាទាំងអស់គ្នាយើងកុំចោះចាញ់ជាមួយយកពួកចៅវាមានភូមិសាស្ត្រប្រឈប់ទេវាមានតែការចង់បានយើងមិនចេះចំទេហើយទេវារកគ្រប់វិធីសាស្ត្រទាំងអស់ដើម្បីយកនៅស្រីបានយើងដើម្បីជាយើងខំចរចាជាមួយវាយ៉ាងណាក៏វាអត់ព្រមដែរអត់ព្រមទេហើយមិញហ្នឹងដោយសារម៉ាក់ជាមួយញោមប្រុសម៉ាក់ពី3នាក់ម៉ាក់អ្នកទាញអត់ឡាននោះខ្ញុំទេដល់ពេលគឺទាញហ្នឹងយើងញោមទៅឲ្យទាំងអស់គ្នាព្រះអង្គប្រិមត្តជាទីមេត្រីព្រះអង្គជាព្រះចៅអធិការវត្តព្រៃច័ន្ទនេះតែម្ដងបានព្រះអង្គតស៊ូតែម្ដងខ្លាចហើយខ្ញុំបាននេះព្រះអង្គអត់បានហើយខ្ញុំបាននេះអត់មានវេនទេអត់មានវេនទេឥឡូវតែព្រះអង្គមកតមានវេនខ្លាចយកធាតុថៃពាត់យកវត្តទៀតព្រះអង្គដោយសារញាតិញោម20ទៅអត់មានញាតិញោមណាមកកាន់វេនទេអត់មានហើយដោយសារញាតិញោមគាត់ណិតឆ្លាញ់ទៅក៏ចូលចង្ហាន់មកប្រទេសក៏មកប្រទេសហើយចង់ឲ្យចឹងទៅព្រះអង្គមានសង្កេតការអ្វីទៅកាន់ក្នុងនាមប្រទេសថៃជាប្រទេសដែលប្រកាន់ពុទ្ធសាសនាដូចគ្នាហើយគ្រប់វិធីចូលឆ្នាំហើយនៅបុណ្យជុំដូចគ្នាគុណកាទៀតនៅប្រទេសនេះអត់មានទេបុណ្យជុំទេណាស់ទេប្រទេសយើងមានតែបុណ្យចូលភាសាចេញភាសានិងបុណ្យប្រតិបត្តិបុណ្យចូលឆ្នាំភាសាកម្ពុជាអីតែបុណ្យជុំអីក៏អត់មានអញ្ចឹងក្នុងនាមប្រទេសយើងដែលកាន់នៅពុទ្ធសាសនាវាបែរជាមិនស្គាល់ពីគុណចុះបុណ្យបាបស្គាល់ពីគុណចុះបុណ្យបាបអញ្ចឹងវាតែមានអតិថិសេចក្តីលោភការចង់បានណាមួយទៀតវាហ៊ានធ្វើផែនទីអាសកលភាគីដល់ខ្លួនវាថាយើងលោមមានទឹកដីវាហើយវាធ្វើផែនទីដោយមិនមានការឯកភាពពីយើងធ្វើខ្លួនវាអង្គមានសង្កេតការអ្វីទៅកាន់បងប្អូនជនរួមជាតិដែលកំពុងទស្សនាច្រើននេះដើម្បីឲ្យគាត់ជួយផ្សាយបន្តទៅកាន់ពិភពលោកញាតិញោមជួយផ្សាយជួយ share តដើម្បីឲ្យញាតិញោមនៅក្នុងក្រៅប្រទេសពិភពលោកទាំងមូលឲ្យបានទទួលស្គាល់ថាថៃវាពិតជាបានរំលោភបំពានជាទៀនលើទឹកដីបានយើងមែនអាហ្នឹងគាត់តែខ្ញុំចង់កោសូមឲ្យញាតិញោមអត់អីទាំងអស់ទាំងប្រទេសជួយ share តបានលោកបាច់ពីមុខក្រោយពីទង្វើដល់ខុសគ្នាផងទៀតឃើញអរគុណទៀតចំណាស់ហើយគុំអរគុណបាទអរគុណប្រិមិត្តជាទីមេត្រីឥឡូវយើងឃើញថាដូចថ្ងៃនេះគឺច្រើនជាងម្សិលមិញប្រហែលជា200ណាទេប៉ុន្តែថ្ងៃនេះតាមទទួលរបាយការណ៍ដែលខាងក្នុងមកថាយុគមិញបានដឹកយោធាទាហានថៃបានដឹកចូល2ឡានប៉ុន្តែយើងមើលចំនួនឥឡូវនេះគឺច្រើនមែនទែនហើយមានសំលេងមានឡានសារ៉ែនដើម្បីគេហៅថាបើកសំលេងដើម្បីបំបែកกระดาษជាដើម្បីបំបែកហ្វូងបាត់នៅប្រទេសគេទេប៉ុន្តែមិនត្រូវប្រើសារ៉ែនទាំងអស់នេះមកលើប្រទេសមកលើពលរដ្ឋកម្ពុជាស្រុកត្រង់ទេបាទគួរតែប្រើទៅលើពលរដ្ឋរបស់ឯងកំពុងបាតកម្មនៅប្រទេសបាទបងប្អូនឃើញស្មារតីអត់ទាន់ទៅទេបងប្អូនណាឥឡូវកំពុងត្រៀមអីទៀតបាទ
កម្លាំងដូចច្រើនណាបងប្អូន ชุดเบา បាទនេះទៅហ៊ានឈុតខ្មៅបងប្អូនឃើញហើយបាទមានឈុតខ្មៅផងឈុតតារាផងបាទគេមើលខ្ញុំស៊ូមទីបងប្អូនឲ្យបងប្អូនមើលច្រើនណាបងប្អូនមិនតិចទេណា nghe tao nghe mà đấy con đừng qua កំមត់អូនកុំបច្ឆេកកំហាំងអូនកុំបច្ឆេកកំហាំងអូន ไปเต้มาเจวีเต้เดี๋ยวแค่ชื่อเต้ បងប្អូនឃើញក្នុងឡានបងប្អូនឃើញឡានសរ៉ែមនេះមកទៀតបងប្អូនណាភ្លើងតែមានកំភ្លើងទេបងប្អូនឃើញកំពង់សរ៉េអីទេបងប្អូនកំពង់សរ៉េច្រើនមែនទេបងប្អូនប្រហែលជា400នាក់ជាងបងប្អូនហើយប្រជាប្រដ្ឋរបស់យើងគឺថាបាទហើយប្រជាប្រដ្ឋរបស់យើងគឺថានៅតស៊ូនេះបងប្អូនឃើញហើយបាទនៅក្រាញនៅនីលហ្នឹងបងប្អូនតែបងប្អូនស្ងប់ស្ងាត់ណាបងប្អូនណាបាទញ៉ាំតែដល់ម៉ោង5ហ្នឹង បាទ កងឡានដុតអស់ហើយ បាទ เฮ้ยติด មួយលួនទៅមក បាទបងប្អូនបងប្អូនឃើញហើយ អូកន្លែងទីណាមកទៅហើយច្រើនមែនទេបងប្អូនមិនតិចទេណា ហើយបងគេមិនមានទេតែទៅឲ្យហើយបងគេនេះមាន បាទកម្លាំងច្រើនណាបងប្អូនណាកម្លាំងគេដាក់តាំងពីយុគមិញណាបងប្អូនបាទយុគមិញក្រុមការងារ SPT និងអ្នកសារព័ត៌មានគឺយើងដេកនៅនឹងឯងជាមួយលោកខៃបណ្ដាឯងហ្នឹងឯងចាប់បាននេះ ឡើងមកដល់បងឯងបាទโอ้ไปបងប្អូនបងប្អូនបងប្អូនកុំបងប្អូនបាទមេកំពុងមានភ្លៀងផងបងប្អូនទៅជាអាសូរដល់ពលរដ្ឋយើងមែនទេបងប្អូនសំណោះពលរដ្ឋយើងបងប្អូន พวกเตรียมยอมพวกปฏิญาณเทพมายอมบำรุงไอ้มาบ้ามาđâu cả haiเอาคนมาคนเดียวเราฟังรถสู้รถโจมอเรื่องอะไรดีแล้วครบไปตรงกูรถนั้นถึงนั้นโดนแล้ว